แคมโบเดียน้อมมกจูนดอยหานุมานไลเอสเจปอยกำลังบักกะกาโบเฟรนนโดជំរាបសួរខ្ញុំបាទឈ្មោះរិនសារ៉ាមានអាយុ25ឆ្នាំជាបេក្ខភាពមកពីខេត្តកំពង់ចាមការងារសិល្បៈរបស់ខ្ញុំផងដែរពេលដែលចាប់ផ្ដើមក៏មិនសូវល្អបាទដោយសារតែអត់ទាន់មានតំណែងតំណងនេះស្គាល់ពីណាបាទមកពេញគឺមានតែធ្វើសំណង់ព្រោះអត់ទាន់ស្គាល់គេបាទធ្វើសំណង់បានមួយរយៈធំនោះបងក៏នាំទៅបើកគ្រឿងចាក់វិញបាទដោយសារតែនោះបានលុយធំជាងដូរការងារមកធ្វើជាអ្នករត់តុកវិញដើម្បីអាចនឹងស្គាល់បងជាអ្នកចម្រៀងអីផ្សេងក្រែងនឹងមានឱកាសហើយថ្ងៃមួយខ្ញុំក៏បានមានឱកាសមែនបាទតាមរយៈបងអ្នកចម្រៀងនៅប្រចាំហាងផងដែរដែលគាត់បានផ្ដល់ឱកាសឲ្យខ្ញុំបាទទៅច្រៀងជំនួសគាត់ហើយខ្ញុំក៏បានក្លាយជាអ្នកចម្រៀងបាទនៅប្រចាំតាមផាបនៅទីក្រុងភ្នំពេញមកដល់សប្តាហ៍ថ្ងៃផងដែរសុស្ដីតាសារៈសុខសប្បាយបាទសុខសប្បាយអូត្រៀមខ្លួនហើយនៅហើយបងក្រុមគ្រួសារឃើញមកអត់ផងបងពួកគាត់រវល់អីគេពុកគាត់ឈឺហើយអ្នកផ្ទះគាត់នៅមើលពុកនៅពេទ្យនោះវិញអត់អីទេយ៉ាងណាក៏យើងបានចូលដល់វគ្គមួយយើងធ្វើឲ្យសម្រាប់ក្តីសុបិនរបស់យើងសិនយកជ័យជំនះជូនពុកទៅពុកជាវិញហើយផ្ដល់កម្លាំងចិត្តឲ្យគាត់ណាខ្ញុំតាសារៈធ្វើបានល្អគេស៊ូគាត់មកណាំងល្អ Yes គេណាំងអូនចេញក្តីសម័យរបស់ខ្ញុំគឺចង់ក្លាយជាអ្នកចម្រៀងមួយរូបដែលមានគេឈ្មោះនិងមានពុកម៉ែបងប្អូនស្គាល់និងគាំទ្រខ្ញុំផងដែរម្ល៉េះហើយទៅខ្ញុំបាទដាក់ពាក្យបាទជារឿយផងដែរបាទប៉ុន្តែក៏មិនបានផលល្អបាទដោយសារតែមានបទពិសោធន៍បាទធ្លាក់ជាច្រើនដងលើកនេះសង្ឃឹមថានឹងបានទទួលយេស4ពីគណៈកម្មការផងដែរជំរាបសួរបងជំរឿនក៏ដល់ទៅធ្លាប់ស្គាល់ហ្មងជួបគ្នាម្ដងទៀតបងរិទ្ធស្គាល់ហើយសារៈអរគុណសារៈអាជីពសប្តាហ៍ថ្ងៃបាទជាអ្នកចម្រៀងបាទហើយនៅបន្ថែមជាអ្នកដឹកជញ្ជូនដដែលបាទមិនថ្មីទេអូនមានអាជីពពីរនៅក្នុងជីវិតក្នុងពេលតែមួយគឺជារឿងដែលល្អបំផុតពីព្រោះយើងបានមួយអត់មួយពេលមួយខ្សោយមានមួយទៀតមកយោងបាទក៏ល្អជាងយើងទុកពេលទៅនេះអត់ធ្វើអីសោះណោះបាទតាំងពីពេលដែលអូនចាក់ចេញពីកម្មវិធីមួយមិនបានជោគជ័យរហូតមកដល់ឥឡូវអូនបានពង្រឹងនៅវិសាលភាពអីខ្លះសម្រាប់ខ្លួនឯងនិងបទពិសោធន៍ថ្មីអីខ្លះទៀតបាទអីខ្ញុំព្យាយាមរក color ថ្មីបន្ថែមទៀតបាទក្រៅពីប្រភេទដែលខ្ញុំចូលចិត្តបាទហើយមកវគ្គនេះគឺខ្ញុំមានជាមួយនឹងបទថ្មីដែលខ្ញុំសរសេរផ្ទាល់វ៉ាវដើម្បីបង្ហាញជូនបងបាទមិនថ្មីពេកទេ color បាទប៉ុន្តែគ្រាន់តែថ្មីពីវគ្គមុនមកបាទដូរមួយតិចតួចអូខេចឹងអូនជឿថាអ្វីដែលថ្មីហើយបទដែលនិពន្ធខ្លួនឯងនេះអាចជួយឲ្យអូនឆ្ពោះទៅកាន់វគ្គខាងមុខទៀតបានអត់បាទសង្ឃឹមចឹងមុតមមបាទ 50% No បងនៅតែនិយាយឲ្យតែលឺសូវថា 50% វាជាចំនួនមួយដែលស្ថិតនៅក្នុងចន្លោះមួយដែលគ្រោះថ្នាក់មែនតើណា 50% ហ្នឹងណាបើសិនជាអូនចង់ឲ្យខ្លួនឯងបោះជំហានទៅមុខទៀតអូនត្រូវបន្ថែមក្តីសង្ឃឹមឲ្យលើសពី 50% ត្រៀមខ្លួនហើយនៅរួចរាល់ហើយបងអូខេតោះចាប់ផ្ដើមស៊ូក្នុងចិត្តឈឺចាប់មិនព្រមធូរស្បើយលួងខ្លួនឯងឈប់គិតពីគេពេលនេះគេទៅឆ្ងាយហើយមិនយូរយើងនឹងធូរស្បើយមិនខានហាមចិត្តមិនបានខត់ប្រាណមិននៅចង់ទៅមិនខ្វល់ម្នាក់នេះឈឺផ្សាស្គាល់ច្បាស់ហើយរសជាតិខូចចិត្តស្គាល់ហើយរឿងពិតស្នេហ៍បោកប្រាអូយឈឺណាស់ព្រោះជីវ៉ាបេះដូងបងធ្លូធ្លា
ដាប់ហើយដូចផ្ទះត្រូវមួយកងភ្លៀងពាក្យថាស្នេហ៍ប្រែថាមិនទីសងហើយអាចសាជីវ៉ាបេះដូងបងធ្លូធ្លាយអូស្នេហាធ្វើយ៉ាងណាទើបអាចបងភ្លេចនាងបែកគ្នាទៅស្ដាប់ហើយដូចផ្ទះត្រូវមួយកងភ្លៀងពាក្យថាស្នេហ៍ប្រែថាមិនទីសងហើយអាសាអរគុណសារៈសមត្ថភាពមួយនេះមិនមែន 50% ទេណាកុំភ្លេចរំលឹកខ្លួនឯង តែចង់បានចម្លើយពីបង yes ធំតា 50% វិញអត់ បើចម្លើយចង់បាន100បង អូខេតាមពិតសារៈស្គាល់ខ្លួនឯងច្បាស់ការវិលត្រឡប់មកវិញលើកនេះក៏មានអ្វីដែលថ្មីទាំងការរៀបចំខ្លួនទាំងសមត្ថភាពនៅក្នុងការច្រៀងសូមអបអរសាទរចំពោះការវិលត្រឡប់មួយនេះអរគុណអូន អរគុណសារៈប្លែកតិចម្យ៉ាងព្រោះសលេងសារៈត្រឡប់មកវិញថ្មីហើយមានរសជាតិជាងមុនចាគ្រាន់តែថាប៉ុន្តែប្រយ័ត្នមែនតែនរាល់ចំណុច slam ហ្នឹងដោយសារជួនកាល melody វាកំពុងតែព្រោះដល់ពេលយើងរៀង slam តែមួយ note ពីរ note វាធ្វើឲ្យកើតអារម្មណ៍ឆ្ងល់ភ្លាមមកចុះកន្លែងហ្នឹងមិនបានអញ្ចឹងឬក៏ជាបច្ចេកទេសរបស់បេក្ខជនឬក៏បត់ហ្នឹងអញ្ចឹងតែម្ដងតែសម្រាប់មកបត់ពេញមិញបងឃើញការរីកចម្រើនផុសសារៈគួរឲ្យកត់សម្គាល់ចាអរគុណ អរគុណសារៈសម្រាប់ការស្រឡាញ់អត់បោះបង់ត្រឡប់មកវិញទោះបីជាទទួលលទ្ធផលយ៉ាងណាក៏ដោយថ្ងៃនេះមកជាមួយនឹងអ្វីដែលជាខ្លួនឯងសម្លេងខ្លួនឯងហើយបត់ចម្រៀងរបស់ខ្លួនឯងសារៈមានសម្លេងល្អដើមទុនពីធម្មជាតិហើយតទៅពេលបត់របស់យើងចង់ធ្វើមិនក៏បានដែរក៏ប៉ុន្តែអ្វីដែលបងស្ដាប់ទៅណាហ្នឹងហើយបត់នឹងព្រោះអត្ថន័យក៏ល្អ melody ក៏ល្អដែរតែបើសិនជាយើងទៅថតសម្លេងនឹងមួយក៏មានលោកគ្រូភ្លេងណាប្រហាត់ប្រកាសជាមានលទ្ធផលល្អជាងនេះ នៅកន្លែងរហ្វ្រាំងឬក៏ពាក្យកន្លែងណាមួយយើងសង្កត់ពាក្យឬមួយក៏ឲ្យវាឈឺជាងនឹងអូឈឺណាស់ហ្នឹងកន្លែងឈឺណាស់ហ្នឹងយើងស្រាលពេកវាធ្វើឲ្យបាត់ mood អារម្មណ៍នៅក្នុងបទចម្រៀងមួយបទហ្នឹងបទចម្រៀងហ្នឹងក៏ពិតឈឺហើយព្រោះហើយកន្លែងខ្លះយើងត្រូវលើកដាក់មិនយើងគួរតែមានគ្រូប្រហែលយើងមានបទចម្រៀងរបស់យើងឯងតែបើសិនជាយើងជាងលោកគ្រូម្នាក់គាត់ស្ដាប់ពីបងចឹងឯងបងស្ដាប់តែបងលឺបើសិនជាអូនធ្វើបែបនេះគឺពិតជាល្អជាងនឹងថែមទៀតនៅពេលដែលយើងចាញ់បទចម្រៀងចេញទៅគឺធ្វើយើងមាន fan គេចូលចិត្តយើងកាន់តែច្រើនអរគុណអូន អរគុណសារៈការរត់ដេញតាមចាប់ក្តីសម័យមួយនេះគឺពិតជាមិនងាយស្រួលនោះទេហើយនៅពេលណាដែលចាប់បានហើយគឺកាន់តែពិបាកទៀតព្រោះយើងត្រូវមានទំនួលខុសត្រូវទទួលរ៉ាប់រងលើអ្វីដែលយើងកំពុងតែធ្វើឬក៏ភាពជោគជ័យមួយដែលយើងកំពុងតែឈរនៅលើនឹងអញ្ចឹងផលលំបាកមានរហូតប៉ុន្តែទោះជាយ៉ាងណាឲ្យតែយើងមានការខិតខំប្រឹងប្រែងអត់ធ្មត់ដុសខាត់សមត្ថភាពគ្រប់យ៉ាងមិនក្បត់យើងនោះទេ គឺតែងតែផ្ដល់មកវិញនៅលទ្ធផលល្អយប់នេះសម្រាប់បងឯណាសមត្ថភាពរបស់សារៈលើសបទចម្រៀងហ្នឹងពួកបទចម្រៀងនេះចានៅទៀបជាងសមត្ថភាពរបស់បងអូនទេបើតាមតែកម្រិតនៅក្នុងការប្រើតិចនិចច្រៀងអូនអាចច្រៀងលើសបទចម្រៀងហ្នឹងទៀតអរគុណអរគុណសារៈកុំឲ្យខាត់ពេលយូរណា100% yes អរគុណបងអរគុណ yes អរគុណបងសម្រាប់បង yes អរគុណបងអរគុណ yes អរគុណបងអរគុណច្រើនអរគុណទាំងអស់គ្នាអរគុណបងប្អូនដែរ ដឹងហើយហើយបានសង្ឃឹមតែ 50% ដោយសារគិតថាបទចម្រៀងហ្នឹងនៅមានកម្រិតតែសមត្ថភាពអត់មានកម្រិតទេកម្រិតភាពគាត់លើសហ្នឹងទៀត អរសាទរទូបានល្អប្រឹងប្រែងបន្តទៀតណាអូខេអរគុណស៊ូអូខេ X Factor Cambodia រដូវកាលទី2